នៅក្នុងភូមិតូចមួយមានក្មេងៗ4នាក់ដែលបានធ្វើជាមិត្តនឹងគ្នាម្នាក់ជារតម្នាក់ជាសុភាម្នាក់ទៀតជានីតាម្នាក់ទៀតគឺជាជូរីរតមានកំណត់នាំពួកគេធ្វើអ្វីដែលសប្បាយជារៀងរាល់ថ្ងៃតើគេនឹងធ្វើអ្វីនៅខាងមុខផ្ទះសុភាហើយថ្ងៃនេះពិតជាអបសុខដល់ហើយអ្នកនេះបងដើរលេងទៅខាងក្រៅសោះរត់បាននិយាយបែបនេះទៅកាន់សុភាអេសុភាអូរត់អញមកពីណាតាណាហ្នឹងគេសុភារត់បើអញនិយាយគ្នារឿងអ្វីខ្ញុំសូមចូលរួមផងអេនេះទេចូលរួមអីទៅអីយើងក៏ចូលរួមដែរណាអេមានតែអីចូលរួមអត់ទៅគ្នានឹងបាច់ដើរនេះចាក់ទៅមកអីនេះទេចាំផងអញខំបបអូខេរត់ចាអស់លេងនេះតាមើលទីនេះចុះទេសភាពស្អាតដល់ហើយនេះចូលមកនេះមកដល់ហើយសុភាអើយឯងរត់លឿនដល់ហើយយើងពិតជាហត់នៅណាហើយអេមិនដឹងជាស្អីទេនេះតាអូស្អីទេអីមានតែសុភាយើងទៅកុំអីស្រឡាញ់ណៃរត់ឈប់និយាយអញ្ចឹងភ្លាមមិនហើយសុភាមកចាស់រត់និយាយមិនអីទេអេឆាប់កាយគ្នាទៅនិយាយអីតែសប្បាយមកណាបើមិនចឹងខ្ញុំទៅមុនហើយអូជូរីចាំមិនហៅខ្លួនទៅអូនបងក៏ស្រឡាញ់អូនដែររត់ហេតុអីឯងនិយាយបែបនេះខ្ញុំទៅផ្ទះហើយខ្ញុំឈប់និយាយពួកឯងទៀតហើយចានជូរីសុភាមួយចុះមកពីរត់ជូរីទៅបានសំទោសផងណាសុភាខ្ញុំគ្រាន់តែនិយាយលេងទេណាហើយអញតែប្រកែកគ្នាចុះឡើងថ្ងៃជិតលិចបាត់ទៅហើយអេសុភាមួយនោះទៅបានណាមែនហើយណែហើយថាមិនបានណាពួកឯងគិតតែផ្លែទៅចូលរួមមកនិយាយជិះពីពួកគេនោះទៅពីអញជឿផ្លែមែនហើយតែឡើងដល់ពេលយកទៅផ្ទះហើយនោះសាយជប់គ្នាកន្លែងចាស់អើយបានយើងទៅហើយអៀងកតាក្តាស់នេះខ្ញុំធ្វើដល់ហើយណារត់ជួបគ្នាថ្ងៃក្រោយណាបាយបាយគេតាំងអស់វិញទៅហើយនេះទៅកន្លែងទីនេះបន្តទៀតទៅចង់điវិញក៏អស់ជិះអីចាយកទៅពេលមកអីទៀតចាប់ហើយ哎呦我的妈！